សាកលវិទ្យាល័យឯកទេសកម្ពុជាសាខាខេត្តសៀមរាបបានបើកជាផ្លូវការនៅកម្មវិធីសហគ្រិនមហាវិទ្យាល័យនៅថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះសាកលវិទ្យាល័យឯកទេសនៃកម្ពុជាសាខាខេត្តសៀមរាបបានរៀបចំកម្មវិធីបើកដំណើរការជាផ្លូវការកម្មវិធីសហគ្រិនដែលមានការគាំទ្រពីសហគ្រិនខ្មែរនិងក្រុមហ៊ុនដៃគូជាច្រើននៅទូទាំងប្រទេសលោកវ៉ាន់វឺនាយកសាខាសាកលវិទ្យាល័យឯកទេសនៃកម្ពុជាខេត្តសៀមរាបបានមានប្រសាសន៍លើកឡើងថាកម្មវិធីសហគ្រិនមហាវិទ្យាល័យជាកម្មវិធីមួយរៀបចំដោយសហគ្រិនខ្មែរសហការជាមួយសាកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជាក្នុងគោលបំណងបណ្ដុះគំនិតយុវជនឲ្យមានគំនិតច្នៃប្រឌិតឲ្យចេះបង្កើតអាជីវកម្មដោយខ្លួនឯងដោយទំនុកចិត្តនិងមានការជឿជាក់ផ្ដល់ឱកាសនិងវេទិកាក្នុងការបង្កើតគំនិតអាជីវកម្មថ្មីៗដែលអាចដោះស្រាយបញ្ហាក្នុងសង្គមនិងសហគមន៍ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងចំណេះដឹងទ្រឹស្ដីក្នុងសាកលវិទ្យាល័យនិងបទពិសោធន៍ជាក់ស្ដែងក្នុងពិភពជំនួញលោកវ៉ាន់វឺក៏បានមានប្រសាសន៍ជឿជាក់ថានិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជាគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចនិងការអភិវឌ្ឍដូច្នេះហើយកម្មវិធីសហគ្រិនមហាវិទ្យាល័យនេះនឹងក្លាយជាឈ្នាន់មួយជួយឲ្យបងប្អូនឈានទៅរកភាពជោគជ័យលោកវុឌ្ឍនរ៉ាប្រធានក្រុមអភិវឌ្ឍសហគ្រិនភាពនៃសហគ្រិនខ្មែរបានមានប្រសាសន៍លើកឡើងផងដែរថាឆ្នាំនេះជាឆ្នាំទី4ហើយដែលសហគ្រិនខ្មែរបានបើកដំណើរការកម្មវិធីសហគ្រិនមហាវិទ្យាល័យដែលជាកម្មវិធីយុទ្ធសាស្ត្ររបស់សហគ្រិនខ្មែរដែលមានគោលបំណងលើកកម្ពស់នវានុវត្តភាពនិងសហគ្រិនភាពតាមបណ្ដានិស្សិតថ្នាក់សាកលវិទ្យាល័យដោយប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួនឲ្យក្លាយទៅជាផលិតផលឬសេវាកម្មដែលអាចដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជនទាំងវិស័យសាធារណៈនិងវិស័យឯកជនលោកបន្ថែមថាក្នុងឆ្នាំនេះមានសាកលវិទ្យាល័យប្រមាណចំនួន75សាកលវិទ្យាល័យទូទាំងប្រទេសមាននិស្សិតប្រមាណជាង 9000 រូបបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះដែលជាថ្នាលប្រកួតប្រជែងនវានុវត្តន៍របស់ប្អូននិស្សិតមកពីគ្រប់គ្រឹះស្ថានអប់រំដៃគូទូទាំងប្រទេសដែលត្រូវបានចែកចេញជាការប្រកួតនៅតាមគ្រឹះស្ថានអប់រំនីមួយៗការប្រកួតថ្នាក់តំបន់និងការប្រកួតថ្នាក់ជាតិបន្ថែមពីលើនេះកម្មវិធីក៏ផ្ដល់ជាវគ្គបណ្ដុះបណ្ដាលនិងការប្រឹក្សាយោបល់ទៅដល់និស្សិតនិងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យផងដែរ